ចឹងនៅពេលដែលស្ត្រីក្មេងៗគាត់មានបញ្ហាវិបត្តិ PCOS ឬក៏ PMOS វិបត្តិមេតាបូលីកក្នុងខ្លួនគាត់ដែលមានជីវិតអត់តុងហ្នឹងវាជារឿងចុងក្រោយរបស់ជំងឺមេតាបូលីកទេពីព្រោះដោយសារចំណីអាហារហូបចុកហ្នឹងអត់ត្រឹមត្រូវអត់កំណត់ទម្ងន់សមស្របជាមួយនឹងរាងកាយយើងធ្វើឲ្យគាត់មានវិបត្តិពួកអាំងស៊ូលីនរេស៊ីស្តង់គាត់អាចកើតគាត់អាចលើសជាតិស្ករគាត់ដូចជាមានបញ្ហាជំងឺទឹកនោមផ្អែមប្រភេទទី2គាត់មានបញ្ហានៅអាកពេញកហ្នឹងក៏មានបញ្ហាដែរហើយគាត់កើតមុនគាត់ដុសរោមនៅលើខ្លួនច្រើនហើយពិបាកមានកូនអាចវិវត្តទៅជាខ្លាញ់រោមថ្លើមមានបញ្ហាពុកប្រក្តីគ្រប់សរីរាង្គទាំងអស់អញ្ចឹងការព្យាបាលបូកត្រូវបូកជំនាញគ្រប់ច្រើនយ៉ាងជំនាញដែលគាត់លើទម្ងន់ត្រូវសម្រក់វិញគាត់មានបញ្ហារឿងរដូវត្រូវជំនាញរោគស្ត្រីគាត់មានបញ្ហាដុសរោមគាត់ត្រូវទៅជំរុញរោមចេញគាត់មានបញ្ហាកើតមុនគាត់ត្រូវសាកព្យាបាលអាការកើតមុនរបស់គាត់ហ្នឹងហើយបើមានបញ្ហាកពេញកឬក៏ទឹកនោមផ្អែមទៅជួបជំនាញខាងនឹងបន្តទៀតអញ្ចឹង PMOS ឬក៏ PCOS កើតឡើងបច្ចុប្បន្នហ្នឹងគេហៅជាជំងឺវិបត្តិមេតាបូលីកសម័យបច្ចុប្បន្នណាអត់ងាយស្រួលព្យាបាលទេបងប្អូនហើយការព្យាបាលតតែគាត់ខ្លួនឯងមានការតាំងចិត្តខ្ពស់នៅក្នុងការព្យាបាលអានឹងបាត់ជោគជ័យបើសិនជាគាត់អត់មានការតាំងចិត្តក្នុងការព្យាបាលផ្លាស់ប្ដូររបបអាហារធ្វើការហាត់ប្រាណហើយប្រើតាមទៀងទាត់ទេគឺមិនងាយព្យាបាលទេ75%គឺអាចជោគជ័យតែមាន30%ក៏អត់ជោគជ័យដែរបើសិនជាគាត់អត់អនុវត្តត្រឹមត្រូវ